hai chồng kiêng mũi lư phnom pulu pong song này anh hai ta bẻ hai pha đi xem áp thì mưa cặp ba trên châu nứng không Brazil nó ví đại cái cục bùn thật thưa để phai này chừng đoạn nừng đôi chỗ cứ tha cứ hai sẽ phong phơi lớn cứ tha có tập pin nó kia bao không ai này lòi ta nó xong bị chết ở chỗ ba đôi chỗ cứ tha statisticnya Pak Sepiនឹងគឺលោកហ៊ុនសែនបានទទួលស្គាល់កោះពូលូប៉ងសងនិងកោះត្រល់ជារបស់យួនយួនបានទទួលស្គាល់ប៉ូលូវេជារបស់ខ្មែរហើយប៉ូលូវេនឹងគឺខ្ញុំខ្លួនឯងនឹងចំនួនមុន70ខ្ញុំបានទៅធ្វើការនៅក្នុងនឹងទៅកោះនឹងផងហើយដែលចំនួនដែលបារាំងក្នុង70នឹងគាត់ទៅខួងព្រីងកាតនឹងគាត់យកកោះពូលូវេនឹងសម្រាប់ធ្វើជាមូលដ្ឋានរបស់គាត់ដូចជាចុះហេលីកូបទ័រដូចជាធ្វើផែដូចជ្រុងដល់នឹងជារបស់ខ្មែរខ្ញុំមិនយល់ថាហេតុអីបានជាយួននឹងហ៊ានថាទទួលស្គាល់កោះរបស់ខ្មែរជារបស់ខ្មែរទៅហើយទទួលស្គាល់ថាជារបស់ខ្មែរទៀតខ្ញុំមិនយល់ទេបាទអានឹងសិទ្ធិសញ្ញាទី2 82នឹងហើយសិង្ហបុរីចំនួននឹងសិង្ហបុរីនឹងប្រទេសសិង្ហបុរីនឹងគាត់បានថារដ្ឋកម្ពុជាចំនួននឹងសាធារណរដ្ឋកម្ពុជានឹងគឺថាមិនមែនជាអ្នកតំណាងអង្គការសហប្រជាជាតិទេហើយការគូសការចុះហត្ថលេខាជាមួយប្រទេសយួនក្នុងចំនួននឹងគាត់សូមបដិសេធនៅក្នុងអង្គការសហប្រជាជាតិបាទហ្នឹងគេច្បាស់លាស់ណាស់ហើយឆ្នាំ1986រាជរដ្ឋាភិបាលលោកមានលោកហ៊ុនសែនលោកដែលលោកសុនសានជានាយករដ្ឋមន្ត្រីហើយប្រកបណាជាអនុនឹងជាប្រធានក្នុងការចម្បាំងរាំងជ័រជាមួយយួននោះបានបដិសេធសិទ្ធិសញ្ញាទាំងអស់ដែលបានចុះហត្ថលេខានឹងបានហើយក្នុងឆ្នាំ1983មានសិទ្ធិសញ្ញាមួយទៀតដែលលោកហ៊ុនសែនចុះជាមួយនាងកូថាច់គឺបានគេហៅថាសិទ្ធិលក្ខន្តិកៈព្រំដែន83មក83ហ្នឹងគឺថាលក្ខន្តិកៈព្រំដែនយ៉ាងម៉េចគឺថាខ្មែរនិងយួនចេញចូលតាមចិត្តធ្វើការតាមចិត្តហើយបើយួនមកចង់មកនៅស្រុកខ្មែរតែខ្មែរទទួលស្គាល់ហើយទទួលគ្រប់គ្រងជួយពួកយួននោះផងបាទហើយក្នុងឆ្នាំដដែលហ្នឹងហើយថ្ងៃដដែលហ្នឹងមានគេហៅថាដំណោះស្រាយព្រំប្រទល់ដែនគឺថាស្នាបើមានតែកន្លែងណាមិនច្បាស់យើងនឹងទៅចែកគ្នាជាមួយភពមេភូមិទៅរួចបើមិនច្បាស់ទៅទៀតមេឃុំអីចឹងទៅដូច្នោះគឺថាអ្នកដែលទៅចែកគ្នានឹងវាគ្មានថាអ្នកបច្ចេកទេសហើយអ្នកដែលមានផែនទីត្រឹមត្រូវទេដូច្នោះគឺថាអត់ត្រឹមត្រូវទេហើយទីបញ្ចប់ក្នុងឆ្នាំ1985នេះគឺថាសិទ្ធិសញ្ញានឹងហើយដែលគេទទួលស្គាល់ការបោះបង្គោលខណ្ឌសីមារវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ1984សូមជំរាបថាគេធ្វើក្នុងឆ្នាំ1985ប៉ុន្តែគេទទួលស្គាល់ការបោះបង្គោលក្នុងឆ្នាំ1984ហើយគេនឹងត្រូវទទួលស្គាល់ការបោះបង្គោលនៅក្នុងឆ្នាំ1986ទៅ88ទៀតដូច្នោះក្នុងការបោះបង្គោលខណ្ឌសីមាហ្នឹងគឺយួនអ្នកបោះបង្គោលឲ្យយើងតែយើងនឹងយកសិទ្ធិសញ្ញាហ្នឹងធ្វើជាមូលដ្ឋានទៀតទេអាហ្នឹងខ្ញុំសួរដែលលោកហ៊ុនសែនយកសិទ្ធិទៅចុះនៅខែ10ខែតុលានេះគឺយកសិទ្ធិសញ្ញានឹងឯងជាមូលដ្ឋានក្នុងការចុះហត្ថលេខាបន្ថែមហើយចុះបន្ថែមនឹងរឿងស្អីបន្ថែមគឺរឿងព្រែករឿងស្ទឹងធម្មតាប្រទេសទាំងពីរបើមានព្រែកឬស្ទឹងនៅជាមួយនៅជាប់គ្នាទឹកគេទៅចែកពាក់កណ្ដាលម្នាក់ប៉ុន្តែយួននឹងវាអាងយ៉ាងយើងវាអត់ឲ្យទេគឺថាវាយកទាំងអស់ទឹកហ្នឹងកុំឲ្យខ្មែរចុះមកយកទឹកហ្នឹងដូច្នោះគឺយួនទេមិនគោរពហៅទៅច្បាប់អន្តរជាតិឲ្យសិទ្ធិសញ្ញាដែលមានជាមួយបារាំងដូច្នោះគឺលោកហ៊ុនសែនអញ្ជើញទៅក្រុងហាណូយគឺសម្រាប់តែបោះចុះហត្ថលេខាបន្ថែមគឺថាជាលេសទេដែលស្ទឹងព្រែកអីហ្នឹងដែលធំបំផុតគឺយកសិទ្ធិសញ្ញាដែលខ្ញុំនិយាយហ្នឹង85ហ្នឹងមកធ្វើជាមូលដ្ឋានហើយសូមបញ្ជាក់ថាសិទ្ធិសញ្ញា85វាជាប់នឹង83ហើយ83ជាប់នឹង82ហើយ82ជាប់39 79ដូច្នោះគឺថាសិទ្ធិសញ្ញាទាំងអស់ហ្នឹងកាលណាយើងទទួលស្គាល់85វាទទួលស្គាល់ទាំងអស់ហើយវាជាប់គ្នាហើយសូមបញ្ជាក់ជាក្រោយទៀតគឺថាដោយយល់ទៅលើសិទ្ធិសញ្ញាឆ្នាំ1982ដែលលោកហ៊ុនសែនបានទទួល
បើទូស្គាល់កោះពីរតែឲ្យយួនហើយបានជាយួនហើយនឹងសៀមហ្នឹងបានចុះហត្ថលេខាជាមួយគ្នារឿងយកទឹកសមុទ្រហ្នឹងពីយកទឹកសមុទ្រហ្នឹងក្នុងឆ្នាំ1997បាទ97ហើយក្នុងឆ្នាំ1998លោកហ៊ុនសែនហ្នឹងបានទៅតវ៉ាដែរថាសៀមនិងយួនមិនត្រូវចុះហត្ថលេខាជាមួយគ្នាឲ្យអត់ឲ្យខ្មែរដឹងនឹងទេប៉ុន្តែសៀមឆ្លើយទៅលោកហ៊ុនសែនវិញថាដែលលោកចុះហត្ថលេខាគឺថារវាងសៀមនិងយួននឹងដោយយល់ទៅលើសន្ធិសញ្ញាដែលលោកហ៊ុនសែនចុះរវាងយួនហើយនឹងលោកនឹងក្នុងឆ្នាំ1982ដូច្នោះដើម្បីនឹងលុបចោលសន្ធិសញ្ញារបស់យួនហើយនឹងសៀមដែលចុះហត្ថលេខាអត់ឲ្យខ្មែរដឹងនឹងគឺមានតែមួយទេគឺត្រូវលោកហ៊ុនសែននឹងគោរពសន្ធិសញ្ញាក្រុងប៉ារីគឺលុបចោលទាំងអស់ពីព្រោះសន្ធិសញ្ញាក្រុងប៉ារីគេហៅអីគេនិយាយថារដ្ឋាភិបាលត្រូវតែបញ្ចប់សន្ធិសញ្ញាណាដែលប៉ះពាល់ទៅបូរណភាពទឹកដីហើយបូរណភាពទឹកដីនេះដែលខ្ញុំបាននិយាយមិញពី79 85ហ្នឹងគឺសន្ធិសញ្ញាដែលប៉ះពាល់ពេញទឹកពេញទីក្នុងបូរណភាពទឹកដីក្នុងឯករាជ្យបូរណភាពរបស់យើងបាទទៅតាមឯកសារនៅក្នុងថ្ងៃទី31ខែមករាឆ្នាំ1939ហើយក៏មានការចំណុចមួយដែលលោកបានអត្ថាធិប្បាយមិញទាក់ទងនឹងកោះត្រល់នឹងកោះផ្សេងទូចផ្សេងទៀតដែលលោកបាននិយាយមិញនោះនៅក្នុងជនជាតិបារាំងម្នាក់ដែលជាសំទោសគឺលោកនឹងគឺឈ្មោះលោក Brevier បាទ Brevier នឹងគឺទេសាភិបាលបារាំងប្រចាំឥណ្ឌូចិននៅក្រុងហាណូយបាទហើយដោយគាត់បានជម្រាបពីមុននោះគឺថាខ្មែរយើងចេះតែទៀមទាពីលោកថាទៅកោះត្រល់ទៅឲ្យបានមកខ្មែរត្រឡប់មកវិញហើយនោះហើយបានជាលោក Brevier នឹងគាត់បានសម្រេចគូបន្ទាត់មួយដែលបន្ទាត់នឹងសពថ្ងៃគេហៅបន្ទាត់ Brevier នេះឯងហើយសូមបំភ្លឺខ្ញុំបន្តិចមើលតើនៅក្នុងការគូបន្ទាត់របស់លោក Brevier នេះតើមានលេខអក្សរឬក៏អង្គការណាមួយទទួលស្គាល់ទេផ្នែកខាងអន្តរជាតិបាទគឺសម្បត្តិនោះគឺគាត់បានផ្ញើទៅទេសាភិបាលព្រោះទៅខាងហាណូយគឺទេសាភិបាលនឹងចិនហើយបានផ្ញើសម្បត្តិនឹងមកទេសាភិបាលនៅក្រុងព្រីនគរទេសាភិបាលបារាំងដែរហើយបានធ្វើចម្លងមួយមកទេសាភិបាលនៅស្រុកខ្មែរបាទស្រុកខ្មែរហើយអ្នកទាំងអស់គ្នានឹងត្រូវតែគោរពការសម្រេចរបស់ទេសាភិបាល Brevier នេះឯងដូច្នោះវាចាប់តាំងពីនឹងមកខាងយួនក្រីខាងព្រៃកោក្រីខាងព្រំពេញក្រីគឺគោរពការគូបន្ទាត់ជាបណ្ដោះអាសន្នគេហៅបន្ទាត់ប៉ូលីសហើយនឹងបន្ទាត់ខាងរដ្ឋបាលនេះឯងដូច្នោះគឺគ្មានការអីរកាមរកុសទេចំនួនបារាំងដែលត្រួតត្រាឥណ្ឌូចិននិងខ្មែរនឹងឯងចឹងហើយដូច្នោះព្រំដែនខ្មែរយើងត្រូវបានទទួលខុសស្គាល់ទៅតាមសកលឬអន្តរជាតិតាំងពីចំនួនបារាំងដែរបាទចឹងហើយបាទហើយកោះត្រល់នោះគឺជារបស់ខ្មែរបាទប៉ុន្តែយួនបានទៅនៅលើនឹងបាទហើយមានជាតិយួនលើលុបនៅលើនឹងប៉ុន្តែកោះត្រល់ជាកោះដើមជាកោះខ្មែរបាទសូមបញ្ជាក់ឲ្យច្បាស់ថាកោះត្រល់ជារបស់ខ្មែរប៉ុន្តែយួនបានចូលទៅនៅតាំងពីមុនឆ្នាំ1939ហើយហើយដូច្នោះហើយបានខ្មែរយើងទាមទារយកមកចំនួនហ្នឹងហើយចំនួន39អត់សូវមានមនុស្សដូចឥឡូវទេបាទលោកស្រីខ្ញុំក៏កំពុងតែមានភ័ព្វវាសនាកាន់នៅប្រវត្តិឯកសារប្រវត្តិសាស្ត្រទាក់ទងនៅថ្ងៃទី31ខែមករាឆ្នាំ1939នោះផងដែរបើសិនជាលោកស្រីចេះអានបារាំងហើយចង់ដឹងឲ្យសក្រិតបន្ថែមអាចតាក់ទងទៅលោកពូក៏បានទៅតាមប្រព័ន្ធ website លោកពូមានទេបាទមានទាំងអស់អញ្ចឹងជាបារាំងជាភាសាបារាំងដើមជាភាសាអង់គ្លេសយើងបកប្រែហើយនិងភាសាខ្មែរទៀតផងហើយក្នុងសភៅទាំងអស់បានធ្វើទាំងអស់បាទសូមលោកពូជម្រាបតាមប្រព័ន្ធ website មានទេបាទ website នេះក្នុងគណៈកម្មការព្រំដែនកម្ពុជាយើងបាទអញ្ចឹងគណៈកម្មការព្រំដែនកម្ពុជាភាសាអង់គ្លេសថាម៉េចដែរលោកពូ Cambodian Border Committee បាទបើសិនជាលោកស្រីមិនតាន់អានឬក៏ស្ដាប់ខ្ញុំតាន់ទេខ្ញុំនឹងដាក់ទៅតាមកញ្ចក់ទូរទស្សន៍លោកស្រីបានឃើញបាទព្រោះខ្ញុំចង់ឆ្ងល់នេះព្រោះអីខ្ញុំក៏បានអាននៅប្រវត្តិខ្លះៗតាក់ទងនឹងព្រោះនៅក្នុងសម័យនោះលោកប្រហែលជាជ្រាបហើយលោកអាចារ្យហែមជាវត្រូវបារាំងចាប់លោកយកទៅដាក់គុកនៅទីនោះបាទនៅដូច្នោះបើសិនជាចាប់លោកអាចារ្យហែមជាវទៅដាក់នៅកោះ
ត្រល់ឬក៏ខ្មែរយើងហៅថាកោះត្រឡាចនោះបាទកោះត្រឡាចនេះចិត្តនឹងបាទចិត្តនឹងនៅជាប់គ្នានឹងតែម្ដងបាទ